មុនតាអ្នកណារៀបរាប់ប្រាប់ថាសពមនុស្សចិត្តមិនស្មោះអូនស្រក់ទឹកភ្នែកព្រោះតែមនុស្សប្របបប្រាស្នេហ៍ហាអូនលែងចង់បន្តជីវិតដែលឯកាទើបបងស្ម័គ្រចិត្តកំដរជីវ៉ាព្រោះតែអាណិតអូនទើបស្ម័គ្រថែសួនបងខំអូនបំភ្លេចគេទាំងដឹងក្តីស្នេហ៍អូនមិនដែលផ្ដល់ឲ្យបងម្ដងណាឡើយជប់នឹកគេទៅគេជាមនុស្សមិនល្អគូបនតបដើមជីវិតជាថ្មីល្អជាងយូរទៅក៏លងចិត្តស្រឡាញ់អូនទុកអូនជាមនុស្សសំខាន់ក្នុងជីវិតស្មានថាជាការពិតស្មានអូនគិតដូចបងបំភ្លេចម្នាក់នោះហើយទើបពេលនេះបងច្បាស់ក្នុងបេះដូងអូនរងចាំគេត្រឡប់ក្រោយត្រឹមតែពាក្យសុំទោសអូនព្រមលើកលែងឲ្យលែងខ្វល់បងឈឺចាប់បែបណាអូនថាស្អប់មនុស្សប្រចិត្តសាវាក្បត់ស្នេហាធ្វើឲ្យអូនទឹកភ្នែកតែថ្ងៃនេះអ្នកដែលហូរទឹកភ្នែកជាមនុស្សប្រដែលស្មោះអូនប្រាកដអូនបងរៀនឲ្យបងចេះស្រឡាញ់រួចចាក់ចេញបងរៀនឲ្យចេះស្អប់មួយនាទីចប់គ្មានសល់អ្វីអារម្មណ៍ស្រឡាញ់ស្រីคล้ายជាក្តីឈឺចាប់រហូតព្រោះតែអាណិតអូនទើបស្ម័គ្រថែសួនបងខំអូនបំភ្លេចគេទាំងដឹងក្តីស្នេហ៍អូនមិនដែលផ្ដល់ឲ្យបងម្ដងណាឡើយជប់នឹកគេទៅគេជាមនុស្សមិនល្អគូបនតបដើមជីវិតជាថ្មីល្អជាងយូរទៅក៏លំចិត្តស្រឡាញ់អូនទុកអូនជាមនុស្សសំខាន់ក្នុងជីវិតស្មានថាជាការពិតស្មានអូនគិតដូចបងបំភ្លេចម្នាក់នោះហើយទើបពេលនេះមកច្បាស់ក្នុងបេះដូងអូនរងចាំគេត្រឡប់ក្រោយត្រឹមតែពាក្យសុំទោសអូនព្រមលើកលែងឲ្យលែងខ្វល់បងឈឺចាប់បែបណាអូនថាស្អប់មនុស្សប្រចិត្តសាវាក្បត់ស្នេហាធ្វើឲ្យអូនទឹកភ្នែកតែថ្ងៃនេះអ្នកដែលហូរទឹកភ្នែកជាមនុស្សប្រដែលស្មោះអូនប្រាកដអូនបងរៀនឲ្យបងចេះស្រឡាញ់រួចចាក់ចេញបងរៀនឲ្យចេះស្អប់មួយនាទីចប់គ្មានសល់អ្វីអារម្មណ៍ស្រឡាញ់ស្រីคล้ายជាក្តីឈឺចាប់រហូតអូនថាស្អប់មនុស្សប្រចិត្តសាវាក្បត់ស្នេហាធ្វើឲ្យអូនទឹកភ្នែកតែថ្ងៃនេះអ្នកដែលហូរទឹកភ្នែកជាមនុស្សប្រដែលស្មោះអូនប្រាកដអូនបងរៀនឲ្យបងចេះស្រឡាញ់រួចចាក់ចេញបងរៀនឲ្យចេះស្អប់មួយនាទីចប់គ្មានសល់អ្វីអារម្មណ៍ស្រឡាញ់ស្រីคล้ายជាក្តីឈឺចាប់រហូតអារម្មណ៍ស្រឡាញ់ស្រីคล้ายជាក្តីឈឺចាប់រ